ប៉ូលីសខេត្តស្ទឹងត្រែង6នាក់ត្រូវបានផ្អាកការងារដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិក្រសួងមហាផ្ទៃកម្ពុជាសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យលើមន្ត្រីនគរបាលខេត្តស្ទឹងត្រែងចំនួន6រូបក្រោមរូបភាពផ្អាកការងារដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិការសម្រេចដាក់ទណ្ឌកម្មខាងលើក្រសួងមិនបានបញ្ជាក់លម្អិតថាមន្ត្រីនគរបាលទាំង6រូបនោះបានប្រព្រឹត្តបទល្មើសអ្វីនោះទេប៉ុន្តែបើតាមប្រកាសដែលមានហត្ថលេខាឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខាបានបញ្ជាក់មូលហេតុថាល្មើសបទវិន័យនគរបាលជាតិកម្ពុជាក្នុងប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់កំហិតឲ្យលោកវរៈសេនីយ៍តូច័ន្ទសុធាមេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ701នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលត្រូវបានសម្រេចផ្អាកការងារបណ្ដោះអាសន្នឲ្យមកបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិករហូតមានការសម្រេចជាថ្មីរីឯលោកឧត្តមស្នេហ៍ត្រីច័ន្ទសុផាត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែនឲ្យមកជាមន្ត្រីវិញចំណែកមន្ត្រីនគរបាលខេត្តស្ទឹងត្រែងចំនួន4រូបផ្សេងទៀតត្រូវបានដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិចំនួន1ថ្នាក់